នៅបន្ទប់រៀនយើងឃើញថាមូស៊ឺរ៉ានកំពុងទៅតាមតួឯកស្រីហើយក៏និយាយថាចាំបាច់អីត្រូវខឹងដល់ថ្នាក់នេះតួស្រីយើងក៏តបវិញថាអ្នកណាឲ្យលោកយកខ្ញុំជាខែការពារលោកចោះពេលនៅក្នុងថ្នាក់ឲ្យខ្ញុំធ្វើយ៉ាងម៉េចជាមួយនឹងពួកស្រីអស់នោះមូស៊ឺរ៉ានក៏តបវិញថាខ្ញុំក៏នៅក្នុងថ្នាក់នេះដែរនាងភ្លេចហើយមែនទេគេប្រកាសថាយើងនៅម៉ោងនេះនឹងរៀនជាមួយគ្នានាងកុំបារម្ភអីតួស្រីយើងក៏តបថាអូមែនហើយខ្ញុំភ្លេចឲ្យឈឹងចឹងតាមបានជាមនុស្សក្នុងថ្នាក់ច្រើនម្ល៉េះថ្ងៃនេះគេក៏និយាយតទៀតថាអញ្ចឹងយើងអង្គុយតុជាមួយគ្នាទៅទោះស្រីយើងក៏ប្រកែកថាទោះបីជាយើងនៅត្រាក់ជាមួយគ្នាមែនប៉ុន្តែមិនចាំបាច់អង្គុយនៅក្បែរគ្នានោះទេមូស៊ឺរ៉ានក៏តបវិញថានាងមិនឃើញទេឬថាកន្លែងអង្គុយនៅសល់តិចណាស់អ្នកគ្នាជួយមើលខ្ញុំតិចមើលកន្លែងអង្គុយសល់តិចមែនអត់ទោះស្រីយើងក៏តបវិញថាអញ្ចឹងកុំមកនិយាយរកខ្ញុំព្រោះអីខ្ញុំមិនស្គាល់លោកទេហើយក៏គិតក្នុងចិត្តថាព្រោះតែបារម្ភម្នាក់នេះហើយទៅធ្វើឲ្យពួកជីងស៊ីគេខឹងនឹងខ្ញុំហើយក៏មិនចង់ឲ្យខ្ញុំចេញមកក្រៅទៀតទេអញ្ចឹងកុំរវល់នឹងគេអាប៉ែនឹងក៏គិតក្នុងចិត្តថាពិតជាល្អណាស់ដែលបានចូលរៀនជាមួយនឹងយាយរងយិនម្ដងទៀតកម្មជននេះវិញមានក្មេងស្រី3នាក់ដែលកំពុងតែនិយាយដើមតួឯកស្រីរបស់យើងមើលចង់ได้បានជារងយិននិងមូស៊ឺរ៉ានអង្គុយជិតគ្នាមើលទៅស្និទ្ធស្នាលគ្នាណាស់ហើយម្នាក់ស្រីនេះកណ្ដាលក៏និយាយតទៅថាពេលខ្ញុំអង្គុយញ៉ាំនៅក្រោមដើមឈើព្រឹកមិញនេះខ្ញុំបានលើពូសិង្ហអានបានសារភាពទៅស៊ឺរ៉ានប៉ុន្តែគេបានបដិសេធហើយរងយិនក៏នៅទីនោះដែរហើយម្នាក់សក់ពណ៌តែក្រួយក៏និយាយថាទំនាក់ទំនងពួកគេមើលទៅដូចជាមិនធម្មតាទេមើលទៅហើយតួឈ្នានេះយើងក៏គិតនឹងចិត្តថាមើលចោលយាយរងយិននាងឲ្យដៃប្រុសរបស់យើងទៀតហើយចាំមើលទៅគ្មានអ្នកណាអាចដុតដង្ហើមរបស់យើងបានទេយើងនឹងធ្វើគ្រប់ពិធីដើម្បីឲ្យស៊ឺរ៉ានមកវិញហើយប្អូនទូស្រីរបស់យើងក៏គិតក្នុងចិត្តថាវាប្រហែលជាការពិតហើយមែនទៅគេនិយាយថាយាយរងយិនបានបំបាក់មុខនាងនៅក្នុងពិធីជប់លៀងហើយជាពិសេសបានជាតិចូលស្នេហារបស់នាងទៀតនាងប្រហែលជាខឹងណាស់ហើយរូបថតខ្ញុំនៅក្នុងដៃអាយិនអញ្ចឹងខ្ញុំមិនអាចធ្វើអ្វីបានទេអញ្ចឹងខ្ញុំមានតែប្រើនាងជួយកុំចាត់អាយិនពេលនោះលោកគ្រូក៏ដើរចូលមកហើយលោកគ្រូក៏បាននិយាយថាការលើកយកនាយកដ្ឋានហេតុសញ្ញាវត្ថុនិងការអនុវត្តទាំងពីរមករួមនៅក្នុងថ្ងៃនេះដើម្បីប្រកាសរឿងមួយទូស្រីយើងគិតក្នុងចិត្តថាមើលទៅវាដូចជាគ្មានអីពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំបែរជាប្រញាប់ចេញមកមិនបានញ៉ាំអីពេលព្រឹកជាមួយនឹងជីងស៊ីទៀតហើយទាំងអស់គ្នានៅទីនោះក៏បានសួរលោកគ្រូថាលោកគ្រូខ្ញុំមិនយល់ពីអ្វីដែលលោកគ្រូនិយាយទេលោកគ្រូអាចឲ្យមូស៊ឺរ៉ានឡើងឆាកនិយាយបានដែរទេមើលទៅកម្មវិធីនោះអាចឲ្យស៊ឺរ៉ានលេងសូបានដែរទេលោកគ្រូហើយពួកគេក៏និយាយតទៀតថាមើលទៅមូស៊ឺរ៉ានគេមិនអាចគេចខ្លួនបានទេវាជាកម្មសិទ្ធិរបស់មូស៊ឺរ៉ានបើគេចង់លេងសូក៏គ្មានបញ្ហាអ្វីដែរហើយលោកគ្រូក៏និយាយតទៀតថាចុះមិនណែនាំឲ្យអ្នកផ្សេងលេងសូជាមួយនឹងមូស៊ឺរ៉ានទៅអរមានសូមអភ័យទោសផងអត់មានភ្លេចឈ្មោះតួអង្គម្នាក់នេះហើយបើអ្នកនរគ្នាទៅចាំខមមិនប្រាប់ផងនាងក៏គិតក្នុងចិត្តថាត្រូវហើយបើខ្ញុំឲ្យអាយិនទៅសូជាមួយនឹងមូស៊ឺរ៉ាននាងប្រកាសជាបាក់មុខពួកស្រីៗទាំងអស់នេះកំពុងតែដណ្ដើមគ្នាដើម្បីទៅសូជាមួយនឹងមូស៊ឺរ៉ានមកជុតនេះវិញយើងឃើញក្មេងស្រី2នាក់ដែលម្នាក់មានសក់វែងនោះក៏បាននិយាយថាតើមានអ្នកណារៀនថ្នាក់ព្យ៉ាណូជាមួយនឹងមូស៊ឺរ៉ានដែរទេហើយម្នាក់ស្រីអាវពណ៌រៀងក្រហមនោះក៏បាននិយាយថាខ្ញុំចាំបានថាភូសិង្ហអាននាងក៏រៀនថ្នាក់ព្យ៉ាណូដែរអេដមីនសុំទោសផងដោយសារតួអង្គច្រើនអញ្ចឹងទៅគេអត់បានបង្ហាញឈ្មោះតួអង្គមួយទេសិង្ហអាននេះគិតក្នុងចិត្តថាវ៉ាវនេះគឺជាឱកាសរបស់ខ្ញុំហើយដែលបាននៅក្បែរមូស៊ឺរ៉ានហើយតួឈ្នានេះរកលើកដៃឆ្លើយហើយប៉ុន្តែតួចាក់រកបានមកពីក្រោយហើយក៏និយាយថាកុំតបបញ្ញាប់លើកដៃអីកញ្ញាហ្វូសិង្ហអានក៏និយាយថាហើយថៃនាងខ្ញុំឈ្មោះចាក់រកត្រូវជាប្អូនស្រីតួឯកនាងក៏លន់មកថានេះគឺជាប្អូនស្រីតួឯកដែលតួឯកជាខ្សែអ្នកនិពន្ធហើយត្រូវប្លន់យកដីយកលុយអស់200យន់នោះមែនទេថាបើនាងដឹងរឿងនេះហើយនាងក៏គួរតែដឹងហើយថាខ្ញុំស្អប់អាយិននោះខ្លាំងប៉ុណ្ណាតួឈ្នានេះក៏និយាយថាតួចាក់រុកដូចជានាងមិនសមរម្យគំនិតជាមួយនឹងយើងទេតួចាក់រុកយើងក៏និយាយថាពិតមែនហើយខ្ញុំមិនសមនឹងនាងទេប៉ុន្តែខ្ញុំអាចជួយនាងហើយក៏មានគម្រោងធ្វើឲ្យអាយិនបាក់មុខដែរសិង្ហអានក៏និយាយថាឆាប់ប្រាប់មកការលេបព្យ៉ាណូរបស់ពិធីបន់ពាក់កណ្ដាលសិស្សរដូវនេះនាងគួរតែឲ្យយាយរងយិនធ្វើជាដៃគូរបស់មូស៊ឺរ៉ាននាងក៏ឆ្លើយថាទេមិនអាចឲ្យកើតឡើងបាននោះទេដៃគូរបស់គេគឺមានតែខ្ញុំតែម្នាក់គត់
កញ្ញាចាក់រុកយើងកូននិយាយបញ្ចុះបញ្ចូលថាកញ្ញាពូសុំស្ដាប់ខ្ញុំជាមុនសិនខ្ញុំធំធាត់ជាមួយនឹងអាយិនយូរមកហើយនាងមិនដែលប៉ះផ្ចានោះទេបើអាចនាងលេងអញ្ចឹងនឹងខ្មាស់គេចាក់ជាមិនខានហើយកូននិយាយតទៀតថានៅពេលនោះនាងមិនចេះលេងតើមូស៊ឺរ៉ានគិតយ៉ាងណាដែរគេនឹងខឹងនាងដែលបានធ្វើឲ្យគេខ្មាស់គេអញ្ចឹងនាងនឹងមានឱកាសនាងក៏ឆ្លើយថាមូស៊ឺរ៉ាននឹងស្អប់អាយិនមិនខានទេនាងក៏តបថាត្រូវហើយដូច្នេះស៊ីងអានក៏ឆ្លើយថាប៉ុន្តែអត់ទេតើនាងក្បាលជ្រូកមែនទេបើគេធ្វើឲ្យអាយិនខ្មាស់គេវាដូចធ្វើឲ្យមូស៊ឺរ៉ានខ្មាស់គេដែរនាងក៏និយាយតទៀតថាទៅនាងក្បាលជ្រូកមែនយើងមិនព្រមធ្វើឲ្យគាត់ខ្មាស់គេដោយសារតែការចង់សងសឹករបស់នាងនោះទេទៅឲ្យឆ្ងាយពីយើងទៅនាងក៏គិតក្នុងចិត្តថាត្រកូលគ្រួសារពូពិតជាល្ងងណាស់បើនាងមិនមានតម្លៃឲ្យយើងប្រើទេយើងនឹងទះកំភ្លៀងនាងមិនខានស៊ីងអានក៏និយាយថាយ៉ាងម៉េចតើនាងមិនលឺអ្វីដែលខ្ញុំនិយាយទេខ្ញុំបានឲ្យអ្នកទៅនាងក៏តបថាកញ្ញាពូខ្ញុំនិយាយមិនទាន់ចប់នោះទេចិនធ្វើឲ្យមូស៊ឺរ៉ានគេខ្មាស់គេមិននៅស្ងៀមទេពេលនោះជាឱកាសនាងចេញមុខជំនួសហើយល្អតាគំនិតមួយនេះពេលដែលខ្ញុំចេញមុខជួជំនួសមូស៊ឺរ៉ានគេនឹងងាកមកចាប់អារម្មណ៍នឹងខ្ញុំវិញមិនខានកញ្ញាពូពិតជាឆ្លាតមែននិយាយមែនសំដីនិយាយមកខុសពីចិត្តដាច់នាងមិនមែនត្រឹមតែបំបាក់មុខរបស់អាយិនបាននោះទេនាងថែមទាំងអាចយកបេះដូងរបស់មូស៊ឺរ៉ានបានទៀតព្រួយមួយបាញ់បានសត្វពីរតែអ្នករកវិធីចំណេញជាងហើយក៏និយាយទៅទៀតថាវាអាស្រ័យលើជំនាញសម្ដែងរបស់នាងស៊ីងអានក៏និយាយថាចាំបន្តិចសិនខ្ញុំធ្វើតាមនេះពេលនោះលោកគ្រូក៏បានសួរថាយ៉ាងម៉េចហើយតើអ្នកណាអាចសម្ដែងបានពេលនោះសិស្សគ្រប់គ្នាក៏បានលើកដៃផងដែរលោកគ្រូក៏និយាយតទៀតថាពូស៊ីងអានយ៉ាងម៉េចនាងមានអីត្រូវនិយាយទេ